សួស្ដីយើងមកពីការិយាល័យសម្រុះសម្រួលទំនាក់កូនប្រុសអ្នកប្តឹងថាអ្នកលំអៀងទៅរកកូនចិញ្ចឹមយើងចង់អញ្ជើញអ្នកមកការិយាល័យនៅរសៀលនេះខ្ញុំដឹងហើយប្រធានវាងលុយនោះមិនអាចឲ្យអ្នកក្រៅបានទេនោះជាលុយសោធនម៉ៃខ្ញុំត្រូវតែជារបស់ត្រកូលលីជាងម៉ែឯងនិយាយច្បាស់ហើយថាលុយនេះគាត់សម្រេចចិត្តខ្លួនឯងហើយក៏មានការបញ្ជាក់ត្រឹមត្រូវដែរជាងម៉ែឲ្យបងរក្សាលុយនេះគឺដើម្បីទុកដាក់ឲ្យល្អបងមិនចំណាយផ្ដេសផ្ដាស់ទេបងគ្រាន់តែជួយមើលថែប៉ុណ្ណោះជួយមើលថែឲ្យខ្មោចជឿទៅបើលុយដល់ដៃអញហើយតើអញព្រមប្រឡែងចេញមកវិញទេជាងមិនថាអញរកអ្នកណាមកជួយទេបងក៏មិនឲ្យលុយនោះទៅអញដែរព្រោះឥឡូវឯងមិនទាន់យល់ថាអ្វីទៅជាការប្រឹងខ្លួនម៉ែពិតជាលំអៀងណាស់មួយកំភ្លៀងនេះម៉ែវាដើម្បីឲ្យអញភ្ញាក់ខ្លួនម៉ែចិញ្ចឹមអញតាំងពីតូចដល់ធំមិនមែនឲ្យអញចេះតែមកលូកដៃសុំលុយម៉ែបែបនេះទេម៉ែវាខ្ញុំដើម្បីវានឹងជាងម៉ែវាឯងព្រោះតែបារម្ភពីអញទេបើអញដឹងខុសត្រូវម៉ែសុកចិត្តដកបេះដូងឲ្យក៏បានតែមើលអញចុះដើម្បីតែលុយសូម្បីតែគិតយោចុងក្រោយរបស់ម៉ែក៏អញមិនទុកឲ្យដែរពីចាស់នេះចាំយីបើអញហ៊ានប្រើហិង្សាទៀតយើងនឹងហៅប៉ូលីសទុកនេះម៉ែឲ្យបងតាជន់ទុកព្រោះគាត់មកចត់ចាំពេលណាអញបាត់ឆេវឆាវចេះធ្វើជាកូនល្អពេលនោះយើងចាំមកនិយាយគ្នាពីរឿងទ្រព្យសម្បត្តិដែលនៅសល់តាជន់យើងទៅតាជន់ម៉ែចង់ឲ្យកូនរស់នៅបានស្រួលទោះបីពេលនេះពួកគេមិនយល់ក៏ម៉ែត្រូវតែធ្វើដែរម៉ែខ្ញុំយល់ហើយជាងគ្រាន់តែវង្វេងមួយពេលប៉ុណ្ណោះគេនឹងយល់មិនខានម៉ែខ្ញុំនិយាយមិនស្ដាប់សោះហើយអ្នកទាំងនោះក៏លំអៀងតើយើងគួរធ្វើម៉េចទៅលុយ1លាន2សែននោះតើយើងពិតជាមិនបានសំបី1សេនមែនទេចង់បានលុយត្រូវតែមានដើមទុនឆាំងឯងធ្លាប់គិតទេបើយើងរកលុយបានរាប់សែនម៉ែប្រកាសជាមើលមកយើងក្នុងផ្លូវល្អមិនរកលុយរាប់សែនរកតាមណាពឹងលើប្រាក់ខែបុគ្គលិកលក់ដូររប៉ុន្មានពាន់របស់ឯងហ្នឹងមើលនេះជាគ្រប់ដែលមិត្តភក្តិខ្ញុំអូសចូលគេថាជាការទិញគ្រឿងសម្អាងពីប្រភពក្នុងតម្លៃដើមថោកខ្លាំងណាស់លក់វិញចំណេញ2ដងខែមុននាងរកបានដល់ទៅ50000ឯណោះទិញអីវ៉ាន់ឲ្យគេនេះមិនមែនជាការលក់អនឡាញទេអីនេះមិនមែនការលក់អនឡាញធម្មតាទេតែជាប្រភពខាងក្នុងមើលអ្នកក្នុងគ្រប់ចុះអ្នកណាក៏មានឡានទំនើបនិងវីឡាដែរលុយនឹងការកូនការចៅដូចភ្នំអីចឹងតែនោះជាលុយសន្សំចុងក្រោយរបស់យើងហើយណាចុះបើស្អីមើលជីវភាពយើងរាល់ថ្ងៃចុះសំបីតែទិញកងដៃល្អមួយឲ្យម៉ែក៏គ្មានលទ្ធភាពបើមិនរកផ្លូវមានទេយើងនឹង